សួស្តីមនុស្សដែលមានជីវិតពណ៌ភីងទាំងអស់គ្នាប៉ុន្មានរយៈមុនខ្ញុំបាន share post នេះដែលជា challenge គូ profile pic របស់ mutual friend ហើយខ្ញុំក៏ឃើញថាមានអ្នកjoinជាច្រើនអ្នកផងដែរដំបូងគឺខ្ញុំគិតថាមានអ្នកjoinតែ 4-10 អ្នកអញ្ចឹងទៅហើយខ្ញុំយកអ្នកឈ្នះ 9 អ្នកដំបូងដែលគាត់បានចូល comment ហ្នឹងតែខ្ញុំឃើញថាវា comment ច្រើនពេកខ្ញុំខ្លាចអ្នកខ្លះគាត់អត់បាន join competition ទៅខឹងខ្ញុំអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្ត share post ម្ដងទៀតហើយនិយាយថាបិទ registration មកពី10 យប់ហើយយើងចាប់ lucky draw វិញតោះឥឡូវយើងចាប់ដើមចាប់ winner ដំបូងគេមក Congratulations to Skibidi បញ្ញាដែលជា winner ដំបូងគេនៅក្នុង challenge មួយនេះអញ្ចឹងខ្ញុំចង់និយាយខ្លះៗទៀតតាក់ទងជាមួយនឹង challenge ហ្នឹងគឺជា challenge draw your mutual friend profile pic poorly ស្ដាប់ឲ្យបាន poorly ន័យថាខ្ញុំត្រូវគួរមិនក៏បានដែរគឺក្បាលវ៉ាល់របស់ខ្ញុំហើយខ្ញុំគួរអាក្រក់ឬក៏ស្អាតគឺ up to ការសម្រេចចិត្តរបស់ខ្ញុំទាំងអស់អញ្ចឹងបើខ្ញុំគួរអត់ស្អាតអីកុំយកផ្ទះបាយមកវាយក្បាលខ្ញុំអីណាប៉ុន្តែតាមចិត្តរបស់ខ្ញុំវិញ challenge ហ្នឹងគឺយើងរបែប poorly គឺបែប profile អាក្រក់តែខ្ញុំវិញខ្ញុំចង់គូមិនឲ្យរៀងស្អាតដែរមិនមែនគូឲ្យហួយពីដៃទេ Why? Because of monosenchetana ឥឡូវខ្ញុំចង់និយាយខ្លះៗពី profile pic របស់បញ្ញាprofile pic គាត់គឺណាស្អាតដែរមានអារម្មណ៍ថាគាត់ថតមករៀងលយដែរហើយចំណុចដែលខ្ញុំចោទអំជាងគេនោះគឺវ៉ែនតារបស់គាត់វ៉ែនតាលយមែនតើហើយមួយទៀតវិញគឺកាមេរ៉ាគាត់លេចចេញមកអញ្ចឹងទៅខ្ញុំអាចយកកាមេរ៉ាហ្នឹងបោះចោល and then ខ្ញុំយក Pinka ដាក់បាំងពីមុខវិញហេតុអីគឺនេះគឺជា channel របស់ខ្ញុំហើយមួយទៀតនោះគឺ the point of the challenge ខ្ញុំធ្វើអីក៏បានដែរ artwork គឺខ្ញុំអ្នកសម្រេចមូលហេតុដែលខ្ញុំធ្វើ challenge នេះវិញគឺដំបូងខ្ញុំអត់ដឹងថាខ្ញុំគិតអីទេដែល share post ហ្នឹងទី2គឺខ្ញុំចង់ដាក់ challenge ឲ្យខ្លួនឯងរក artwork ឲ្យច្រើនជាងមុនចឹងទៅដែលសារមករយៈហ្នឹងគឺអត់មានអារម្មណ៍គូ artwork ទេហើយពេលគូ artwork ហើយគឺអត់ស្អាតទៀតហើយខ្ញុំខ្លាចបាត់បង់ fan របស់ខ្ញុំហើយមួយទៀតម៉ានរយៈហ្នឹងគឺអត់មានណាគេ contact មក work ទេអាធីនេះដាច់លុយចាយហើយចំណុចទី3នោះ YouTube channel របស់ខ្ញុំគឺខានផុសវីដេអូយូរហើយចឹងទៅខ្ញុំដាក់ challenge ហ្នឹងទៅខ្ញុំមានអីផុសចូលក្នុង Facebook ផងនិង YouTube ផងវាសប្បាយទាំងអស់គ្នាហើយចំណុចទី4នោះគឺចំណុចពិសេសមួយខ្ញុំចង់ interact ជាមួយនឹង Facebook friend ដ៏ក៏ដូចជាអ្នក support artwork ខ្ញុំផងដែរខ្ញុំចង់ឲ្យគាត់បាន benefit ពីការ support ខ្ញុំមកចឹងទៅតាក់ទងជាមួយនឹង challenge នេះវិញគឺវាមិនស្រួលទេអ្នកនរគ្នាខ្ញុំត្រូវការគូ artwork ចំនួន9ឲ្យ mutual friend របស់ខ្ញុំហើយ artwork ហ្នឹងតែខ្ញុំគូអត់ស្អាតទេចឹងទៅគាត់បាក់ទឹកចិត្តទៀតអញ្ចឹងខ្ញុំខំប្រឹងគូឲ្យស្អាតហើយមួយទៀតវិញថ្ងៃច័ន្ទថ្ងៃស្អែកហ្នឹងគឺខ្ញុំត្រូវការប្រឡង midterm ហើយ assignment គឺខ្ញុំបានធ្វើត្រួសឲ្យអស់ហើយខ្វះតែ 2-3 ទៀតទេខ្ញុំគូរូបនឹងបដើហើយនឹងធ្វើ assignment បដើទៅខ្ញុំលៃម៉ោងអញ្ចឹងទៅបើខ្ញុំអត់ make time ដើម្បីធ្វើ assignment ហើយនឹងគូរូបនឹងទេ challenge ហ្នឹងគឺអត់ហើយទេអត់ហើយអ្នកនរគ្នានឹង disappoint ហើយមួយទៀតវិញគឺខ្ញុំនឹងធ្លាក់ midterm មានន័យថា final ខ្ញុំក៏ធ្លាក់ដែរនៅពេលខ្ញុំធ្លាក់ final គឺប្រឡងមួយមុខ45រៀល Thank you so much ស៊ីតិចឥឡូវ artwork របស់បញ្ញាគឺរួចរាល់ហើយយើងចូលទៅចាប់ winner ទី2វិញចង់ឃើញថា winner ទី2គឺបានទៅលើ Yaris Lizzy Congratulations តាក់ទងជាមួយនឹង profile page របស់ Yaris ផងដែរគឺវារូប anime ខ្ញុំអត់ដឹងថា anime គេទេហើយអ្វីមួយទៀតគឺវាស្រួលសម្រាប់ខ្ញុំដោយសាររូបហ្នឹងវាស្រួលគូខ្ញុំអត់ចាំបាច់គូរូបមនុស្សគឺវេទនាគូមែនតើអ្នកនរគ្នាដឹងហើយចំណុចពិសេសមួយទៀតគឺខ្ញុំអាចលាក់ Pinka នៅកន្លែងរូបរបស់គាត់បានដំបូងខ្ញុំថាឲ្យដៃគាត់ហ្នឹងកាន់ Pinka អាទូចមួយតែខ្ញុំគិតយូរទៅវាអត់សូវតំណងខ្ញុំដាក់ឲ្យវាអោបហ្មងទៅហើយ profile pic របស់ Yaris ហ្នឹងដែរគឺជា one of those profile pic ដែលខ្ញុំគូនៅក្នុង challenge នេះស្រួលគូសម្រាប់ខ្ញុំវាអត់តឹងចិត្តគូអីញ៉ៃអញ្ចឹងព្រោះវាជារូប anime វា simple វាអត់សូវបាក់គូហ្មងទេឥឡូវខ្ញុំចង់និយាយខ្លះអំពី process នៃ artwork របស់ខ្ញុំមួយរបស់ខ្ញុំហ្នឹងហ្មងគឺដំបូងខ្ញុំមាន sketch
ដែលអ្នកអរគ្នាឃើញនៅលើ screen នៅហើយបន្តទៀតខ្ញុំដាក់ line art គឺនេះ line art ខ្ញុំគឺមិនសូវ perfect ហ្មងទេកន្លែងខ្លះខ្ញុំចង់ perfect គឺខ្ញុំគួររៀងស្អាតចឹងទៅតែកន្លែងខ្លះវាអត់សូវសំខាន់ដូចជាសក់ដូចជាអីហ្នឹងខ្ញុំអត់សូវខ្វល់ហ្មងទេគឺខ្ញុំគេឆេកឆក់យកហើយprocess ទី2នោះគឺខ្ញុំ paint color based on ពណ៌របស់វាបើស្បែកខ្ញុំដាក់មួយ layer ចឹងទៅខ្ញុំដាក់ flat color មួយ layer សក់ខ្ញុំដាក់ flat color មួយ layer ហើយកៅអៅដាក់ផ្សេងៗគ្នាចឹងទៅខ្ញុំ organize ហើយខ្ញុំស្រួល paint ឬក៏ work on it ពេលក្រោយដោយសារពេលខ្ញុំ paint ខ្ញុំ lock pixel layer ហ្នឹងហើយខ្ញុំ paint ពីលើខ្ញុំហ្មងវាអត់ចេញ brush stroke ទៅខាងក្រៅprocess បែបហ្នឹងគឺវាមិន professional ហ្មងទេហើយវាក៏ស៊ីម៉ោងច្រើនដែរបើអ្នកសម្រាប់អ្នកអរគ្នាវិញគឺ work យ៉ាងម៉េចគឺតាមក្បាលបាល់របស់ខ្លួនឯងចឹងទៅនេះគ្រាន់តែជា style របស់ខ្ញុំទេខ្ញុំចូលចិត្តធ្វើចឹងដោយសារខ្ញុំគិតថាវា efficient សម្រាប់ខ្ញុំហើយនឹងវា work មករៀងស្រួលសម្រាប់ខ្ញុំដែរបើខ្ញុំធ្វើចឹងតាក់ទងជាមួយនឹង profile របស់ Yaris គេឃើញថាដៃគាត់គឺកាន់ស្លឹកឈើដ៏ពិសេសមួយហើយ character របស់គាត់ហ្នឹងភ្នែកគឺពណ៌ក្រហមហើយប្រហែលជាងុយដេកក៏ខ្ញុំមិនដឹងដែរឥឡូវខ្ញុំសាកធ្វើឲ្យភ្នែកហ្នឹងក្រហមហើយបន្តទៀតខ្ញុំ work on it លក្ខណៈថាផាត់ពណ៌សលើវាទៅឲ្យមើលមកដូចរូបហ្នឹងចឹងទៅហើយនិយាយពី art style វិញគឺខ្ញុំអត់គូឲ្យដូចprofile គាត់ 100% ទេព្រោះខ្ញុំមាន art style របស់ខ្ញុំដែរហើយខ្ញុំគឺនិយាយទៅគូជា art style របស់ខ្ញុំមកទៅហើយនេះរូបរបស់គាត់អត់មាន shading skin ទេគឺ flat color ទាំងអស់តែបើខ្ញុំវិញខ្ញុំចូលចិត្ត shade ឲ្យស្អាតចឹងទៅហើយចំណុចចុងក្រោយនោះគឺ complete ដាក់ watermark លើ artwork របស់ខ្លួនឯងផងអូខេឥឡូវយើងមកចាប់ winner ទី3នៃ challenge ហ្នឹងហើយឃើញថាបានទៅលើដំឡូងដុត congratulation ដំឡូងដុតអូខេឥឡូវយើងចូលមកមើល profile pic របស់ដំឡូងដុតម្ដង profile pic គាត់ខ្ញុំអត់ដឹងមិនដែរខ្ញុំចូលនៅ Facebook ទៅគឺខ្ញុំ save អត់កើតទេហើយ screenshot ក៏អត់កើតដែរអញ្ចឹងទៅខ្ញុំត្រូវការ split screen អ្នកនរឃើញពណ៌ខ្មៅខាងឆ្វេងដៃនេះគឺ ignore វាចោលទៅកន្លែងហ្នឹងគឺ profile pic របស់កូដដំឡូងដុតហ្នឹងហើយតែអ្នកនរគ្នាមើលឃើញនេះដោយសារ screen record វាចាប់អត់ជាប់ខ្ញុំត្រូវការ split screen ខាងឆ្វេងនេះគឺ Facebook ហ្នឹងហើយprofile pic របស់គាត់ដោយសារខ្ញុំ screenshot ក៏មិនកើតអីក៏មិនកើតខ្ញុំមានតែធ្វើចឹងទេហើយវាក៏ផ្ដល់ផលពិបាកសម្រាប់ខ្ញុំដែរដោយសារខ្ញុំធ្វើចឹងទៅ screen ខ្ញុំវារៀងទូជាមុនវារៀងបាក់គូព្រោះរហូតដល់ខ្ញុំគូ full screen វាអត់មានអីញញ៉ៃប៉ុន្តែចំណុចល្អរបស់ profile គាត់វិញគឺវាងាយស្រួលក្នុងការគូវាគ្រាន់តែជាតុក្កតាមកពី anime ឬក៏ game មួយចឹងទៅខ្ញុំអត់ដឹងមកពីណាទេហើយចំណុចសំខាន់មួយទៀតរបស់ profile គាត់នេះវិញគឺវាមាន gimmick មួយ gimmick នោះគឺតុក្កតានោះវាមានកាន់ដៃអាដៃវាហ្នឹងគឺកាន់10ស្រាពេលនោះភ្លេចបាត់អីគឺកាន់ឯមួយនៅដៃហ្នឹងហើយចឹងទៅខ្ញុំអាចយកអាហ្នឹងធ្វើជា gimmick របស់ខ្ញុំម្ដងគឺកាន់ពីការទូចនេះហើយឥឡូវយើងកលេចមកមើល process របស់ខ្ញុំហ្នឹងគឺដូចរាល់ដងអញ្ចឹងខ្ញុំ sketch ខ្ញុំ line art តែខ្ញុំ block out color based on material យ៉ាងណាម្នាក់មួយ layer ភ្នែកមួយ layer ស្បែកមួយ layer កៅអៅមួយ layer សក់មួយ layer អញ្ចឹងទៅដោយសារធ្វើអញ្ចឹងទៅ visual work នៅពេលក្រោយហើយតាក់ទងជាមួយនឹង art style របស់ខ្ញុំដែរគឺខ្ញុំចូលចិត្តលើនេះ shade shadow អញ្ចឹងទៅហើយចុងក្រោយគឺខ្ញុំយក airbrush max size ខ្ញុំម្ដងគឺខ្ញុំ max size វាធំទៅហើយខ្ញុំផាត់វាពីក្រោមឬក៏ពីលើទៅឲ្យវាឃើញជា gradient វាមើលមកវាស្អាតហើយវាចូលសាច់ជាមួយនឹង background ដែរហ្នឹងក៏ជា tip របស់ខ្ញុំឯណាអញ្ចឹងសម្រាប់រូបនេះគឺខ្ញុំអត់មានអីនិយាយច្រើនទេគឺខ្ញុំ speed ហើយទៅដល់ទីបញ្ចប់ហ្មងទៅឥឡូវយើងចូលទៅចាប់winner ទី4ចាំមើលយើងឃើញថាណាគេជាអ្នកឈ្នះនេះ
congratulations to ពណ៌ Sinhua ដែលជាអ្នកឈ្នះ challenge នេះទី4ទៅយើងចូលមកមើល profile គាត់បន្តិច profile គាត់គឺងាយស្រួលមែនតើគឺខ្ញុំអាច save បានហើយខ្ញុំដាក់ជា reference នៅក្នុង app របស់ខ្ញុំគូម្ដងទៅហើយមួយទៀតវិញ profile គាត់គឺមិនពិបាកគូទៀតគឺជារូប anime មកពី anime ណាគឺខ្ញុំមិនដឹងទេដោយសារខ្ញុំអត់សូវមើល anime ទេឥឡូវខ្ញុំចង់និយាយពី challenge នេះបន្តិចតួចទៀតកុំឲ្យអ្នកនរគ្នាយល់ច្រឡំខ្ញុំឃើញថាប្រហែលជាអ្នកខ្លះយល់ច្រឡំថាខ្ញុំគូមុខគាត់ធ្វើជា profile គាត់អីចឹងទៅ no រូប profile របស់ខ្លួនឯងមិនគឺខ្ញុំគូអញ្ចឹងហើយដូចជា profile 2-3 នាក់ដំបូងមុនហ្នឹងគឺខ្ញុំឃើញ profile គាត់មិនគឺខ្ញុំគូអញ្ចឹងហើយសម្រាប់ Sinhua ដែរprofile គាត់គឺស្អាតដែរជា anime ហើយមួយទៀតចំណុចពិសេសនោះគឺ background គាត់ color ហ្នឹងគឺស្អាតសម្រាប់ខ្ញុំមានពណ៌អាឈុកហើយនឹងពណ៌ខៀវវា blend ចូលគ្នាចឹងទៅខ្ញុំអាចយកវាជា advantage សម្រាប់ artwork របស់ខ្ញុំដែរគឺខ្ញុំគិតយូរទៅខ្ញុំគិតថាបើខ្ញុំគូភីងការច្រើននៅក្នុង background ហ្នឹងអាចតំណងអត់ឥឡូវអ្នកនរគ្នាសាក់ចូលមើលទៅហើយប្រាប់ខ្ញុំវិញផងពួកហ្នឹងគឺតំណងអត់ឥឡូវខ្ញុំចង់និយាយខ្លះអំពីការ paint ស្បែកហ្នឹងហ្មងសម្រាប់ការ paint ស្បែកនេះគឺយើងកុំ paint លក្ខណៈថា flat color ឬក៏ color វាអត់មាន variation អញ្ចឹងណាយើងថែមពណ៌ក្រហមថែមពណ៌ទឹកក្រូចនៅ edges ឬក៏នៅកន្លែង shadow តិចតួចចឹងមកឲ្យវាមើលឃើញថាមាន variation ច្រើនវាមើលមកអត់ដូច flat ហើយដូច plastic ព្រោះស្បែកយើងគឺមើលធ្លុះវា transparent តិចតួចដែរចឹងទៅយើងអាច add ពណ៌ទឹកក្រូចឬក៏ពណ៌ក្រហមនៅកន្លែង edges នៃ shadow ហ្នឹងទៅដើម្បីមើលមកឃើញស្អាតហើយមិនមែន plastic ហើយសម្រាប់ background របស់ Sinhua ពីងការនេះគឺខ្ញុំគូ color ទាំងអស់ហ្នឹងគឺមួយ layer ទេគឺខ្ញុំអត់មានបែងចែក layer ច្រើនហើយសម្រាប់ shadow វិញគឺខ្ញុំបង្កើត layer មួយទៀត set វាជា multiply ហើយខ្ញុំដាក់ shadow ជា color ពណ៌ខៀវហើយអញ្ចឹងទៅប៉ុណ្ណឹងវាមើលមករៀងស្អាតហើយវាអត់ចំណាយពេលច្រើនទេឥឡូវយើង onward to winner ទីភ្លេចបាត់ហើយ onward to winner ទី4ឥឡូវយើងឃើញថាណាគេអ្នកឈ្នះគឺអ្នកឈ្នះនោះគឺបានទៅលើ Nora Silver អូខេឥឡូវខ្ញុំចង់និយាយខ្លះអំពី profile របស់ Nora ហើយជាខ្ញុំអានត្រូវឬក៏ខុសខ្ញុំអត់ដឹងទេសូមអភ័យទោសផងprofile របស់ Nora គឺមើលមកគឺ badass តែម្ដងបាទគឺមុខគាត់លយ style ខោអាវគាត់ក៏លយដែរចំណុចពិសេសនោះគឺមាន laptop បាំងពីមុខគាត់កាន់ microphone និយាយទៅកាន់អីមួយចឹងទៅមើលមករៀង badass តែម្ដងបាទហើយចំណុចមួយទៀតវិញដែលខ្ញុំចាប់អារម្មណ៍នោះគឺ face shape របស់គាត់គឺពិបាកគូមែនតើបាទខ្ញុំ artwork នេះគឺខ្ញុំ try my best to capture the badass look of him ហ្នឹងហ្មងហើយ profile របស់ Nora នេះគឺ one of those profile pic ដែលធ្វើឲ្យខ្ញុំ regret ធ្វើ challenge ហ្នឹងមែនតើដោយសារអីគឺអ្នកខ្លះគាត់ដាក់រូបតុក្កតាចឹងទៅខ្ញុំរៀងស្រួលគូខ្ញុំ sketch យកគួយក្បត់យកទៅគឺបានស្អាតហើយតែបើគាត់ដាក់រូប profile ខ្លួនឯងនេះខ្ញុំមិនអាច disappoint គាត់បានទេព្រោះអីខ្ញុំខ្លាចគេគិតថាខ្ញុំនឹង fraud ចឹងទៅខ្ញុំត្រូវការគូរៀងស្អាតដែររៀងម៉ត់ចត់រៀងគូមករៀងដូចមុខគាត់ខ្លះដែរវាមិនតុក្កតា 100% ឬក៏ realistic 100% ទេគឺសំខាន់នោះគឺខ្ញុំធ្វើម៉េចឲ្យដូចគាត់តែបើនិយាយពី process វិញគឺខ្ញុំធ្វើដូចមុនចឹងដែរគឺខ្ញុំ sketch ហើយខ្ញុំ line art and then ខ្ញុំ block out shape layer ខុសៗគ្នាចឹងទៅសម្រាប់កៅអៅសម្រាប់សក់ខ្ញុំដាក់ layer ខុសៗគ្នាដូចតែពីមុននឹងឯងតែអ្វីដែលពិសេសសម្រាប់ art work របស់គាត់វិញគឺខ្ញុំត្រូវការទៅរៀង realistic បន្តិចដោយសារអីដោយសារគាត់ដាក់មុខខ្លួនឯងនៅហ្មងឥឡូវនេះយើងចាប់ដើមដល់កន្លែងផ្នែកវីដេអូមួយដែលខ្ញុំចាប់ដើមអស់អីនិយាយនេះហើយអញ្ចឹងទៅយើង skip វីដេអូនេះរៀងលឿនតិចដោយសារវីដេអូនេះរៀងវែងដែរវាមើលមករៀងធុញហើយនេះគឺជា final រូប profile pic របស់ Nora ឥឡូវបើគិតថារូបនោះស្អាតចូល comment ថាស្អាតមួយមក Nora អូខេ bro ឥឡូវយើង onward to អ្នកឈ្នះទី5ចាំមើលយើងឃើញថាណាគេជាអ្នកឈ្នះ
Congratulations to Nadia GNCO ញ៉ាំដឹងថានឹងអានថាម៉េចទេញ៉ាំដឹងអានតា Nadia ពីមុខហ្នឹងសម្រាប់ Nadia ផងដែរគឺ profile គាត់ទៀតហើយគឺខ្ញុំ save អត់កើតទេខ្ញុំត្រូវការ split screen ជា2តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ profile របស់ Nadia គឺគាត់ដាក់រូបខ្លួនឯងតែរូប profile pic នេះគឺជា exception គឺវាមិនសូវជាពិបាកគូប្រហែលដែរព្រោះគាត់ឈរទៅមានមុខគាត់បាំងមុខគាត់ខ្ញុំអត់ត្រូវការ render មុខគាត់ឲ្យច្បាស់ឬក៏ស្អាតទេចឹងទៅខ្ញុំគូគាត់ capture style ឬក៏ vibe របស់រូបភាពហ្នឹងគឺជាស្រេចហើយឥឡូវយើង fast pace ទៅមុខតិចទៀតទៅសម្រាប់រូបភាពរបស់គាត់ផងដែរគឺ profile គាត់គឺស្អាតគឺឡយតែវាមាន imperfection កន្លែងខ្លះដែលខ្ញុំបាន fix នៅក្នុងរូបភាពនេះដែលខ្ញុំគូនឹងតែម្ដងព្រោះអីរូបណាដែលយើងអាច fix បានគឺយើង fix ទៅព្រោះ in real life វាមិន perfect ដូចជាការដែលយើងគូនោះទេឥឡូវយើងចូលទៅមើល winner ទី6ដែលបានទៅលើ Torifi តកតងជាមួយនឹង profile របស់ Torifi ផងដែរ Torify ខ្ញុំអត់ដឹងទេខ្ញុំអានអត់ដាច់ទេរូបគាត់គឺដាក់រូបខ្លួនឯងប៉ុន្តែវាជា exception ដែរវាមិនសូវជាពិបាកគូហ្មងដែរដោយសារមកគាត់នៅជាហៀងអញ្ចឹងហើយមាន object បាំងពីមុខខ្ញុំមិនសូវការខ្ញុំត្រូវការ render អីច្រើនញ៉ៃចឹងទៅឬក៏ render ហៀង realistic អីអត់ទេគឺខ្ញុំទៅបែបតុក្កតាបានហើយសម្រាប់ profile របស់គាត់វិញគឺខ្ញុំសម្រេចចិត្តថាដូរឆ្មានេះចេញហើយដាក់ឲ្យគាត់អោបពីការវិញហើយឥឡូវយើង fast pace មុខតិចទៀតទៅដែលសារខ្ញុំអត់មានអីនិយាយច្រើនទេសម្រាប់ profile pic នេះគឺក្រៅពី profile pic នេះស្អាតហើយនឹង interesting តែប៉ុណ្្នឹងឯងឥឡូវយើងចូលមកចាប់ winner ទី8ភ្លេចបាត់ហើយអូខេឥឡូវ winner ទី8យើងគឺបានទៅលើ Aden Jude សម្រាប់ profile របស់ Aden Jude នេះគឺវេទនាគូសម្រាប់ខ្ញុំមែនតែនហេតុអីគឺ profile គាត់ដាក់មុខខ្លួនឯងគឺដាក់ពេញ profile ហ្នឹងតែម្ដងអញ្ចឹងទៅវាដូច profile ផ្សេងទៀតដែលខ្ញុំគូមុខលក្ខណៈថា detail តិចតួចហើយនឹងរបស់ផ្សេងតិចតួចដូចជាកៅអៅតិចតួចចឹងទៅវាមើលមកស្អាតតែ profile គាត់វិញគឺពិបាកគូត្រង់អីគឺខ្ញុំត្រូវការ detail មុខឲ្យគាត់ហេច្បាស់ហើយមួយទៀតវិញគឺគូឲ្យដូចបើខ្ញុំគូឲ្យដូចទេគឺអត់ស្អាតដូចជា sketch របស់ខ្ញុំលើ screen នេះតែម្ដងនេះ profile គាត់ធ្វើឲ្យខ្ញុំ regret challenge នឹងខ្លាំងជាងគេមកអស់យើងមើល profile ផ្សេងទៀតគឺខ្ញុំចំណាយពេល20នាទីទៅ30នាទីតែប៉ុណ្ណោះតែសម្រាប់ profile របស់ជូតវិញគឺលើ1ម៉ោងបើខ្ញុំគូហើយក៏នៅមានភាពថាក្តុកក្តួលមានអារម្មណ៍ថាទិសនេះទៅនោះវាអត់ទាន់ perfect ដែលជាអ្វីដែលខ្ញុំចង់បាននោះតែម្ដងនិយាយសរុបមកគឺជា profile មួយដែលពិបាកគូជាងគេនៅក្នុង challenge នេះប៉ុន្តែ as you know me គ្មានអ្វីដែលជា impossible នោះទេខ្ញុំអាចខ្ញុំត្រូវតែខំប្រឹងធ្វើវាឲ្យបានរូប profile នេះចំណាយពេលអស់1ម៉ោងជាងខ្ញុំអត់ចាំទេហើយខ្ញុំត្រូវការគូរូបនឹង2ដងដែរលើកទី1ខ្ញុំគូនៅសាលាគូមកតង់ហើយវាអត់សូវស្អាតហើយមកដល់ផ្ទះខ្ញុំត្រូវការគូវាបន្ថែមម្ដងទៀតអញ្ចឹងទៅ art process របស់ជូតគឺខ្ញុំគូ2ដង art process គាត់2ដងគូនៅសាលាម្ដងគូនៅផ្ទះម្ដងតែវាមិនអីមួយយ៉ាងទេគឺវា part of the challenge តែម្ដងគឺខ្ញុំត្រូវការគូ profile pic របស់ mutual friend របស់ខ្ញុំហើយ profile គាត់មិនគឺខ្ញុំត្រូវគូអញ្ចឹងហើយតែគូ poorly
តែសម្រាប់ខ្ញុំវិញគឺខ្ញុំគូមកស្អាតល្មមដែលយកជាការបានទៅចាំទៅកុំឲ្យអ្នកនរគ្នា disappoint ហើយឥឡូវយើង fast pace តទៅមុខទៀតទៅដោយសារខ្ញុំអស់អីនិយាយហើយសម្រាប់ profile គាត់ក្រៅពី profile គាត់បាក់គូតែប៉ុណ្ណឹងហើយនេះគឺជា process ចុងក្រោយនៃការគូ profile របស់គាត់នេះបើអ្នកនរគ្នាគិតថាស្អាតចូល comment ថាស្អាតម្នាក់មួយមកហើយកុំភ្លេច like និង follow ឲ្យខ្ញុំផងដោយសារអី challenge នេះគឺมันស្រួលនោះទេអ្នកនរគ្នាអញ្ចឹងទៅ like ម្នាក់មួយមក share វីដេអូឬក៏ follow ម្នាក់មួយមកធ្វើឲ្យខ្ញុំសប្បាយចិត្តជាខ្លាំងមែនតើឥឡូវយើងចូលមកចាប់ winner ចុងក្រោយគេ winner ចុងក្រោយគេនោះគឺបានទៅលើ Hui Bonnie វាជា classmate ចាស់របស់ខ្ញុំមែនតើបាទគឺតាំងពីខ្ញុំនៅរៀននៅ AII តាក់ទងជាមួយនឹង profile page របស់ Hui Bonnie ដែរ profile page គាត់គឺជារូប anime ហើយមានអាតុកតាជប៉ុនមួយនាក់នេះឈ្មោះភ្លេចឈ្មោះវាអស់ហើយគឺខ្ញុំស្គាល់តែ Yuzaki មួយហ្នឹងហើយនឹង Shigawa មួយទៀតខ្ញុំស្គាល់តែមួយពណ៌សនោះហើយសម្រាប់ Hui Bonnie ផងដែរគឺខ្ញុំមាន hand cam ឲ្យអ្នកនរគ្នាមើល process ដូចជាមើលដៃរបស់ខ្ញុំគូនឹងតែម្ដងវាមិនមានអីពិសេសទេតែបើអ្នកនរគ្នាចង់មើលគឺអាចមើលបានខ្ញុំដាក់លើ screen ឲ្យមើលហើយតាក់ទងជាមួយនឹង profile page របស់ Hui Bonnie ដែរគឺ save អត់កើតទេខ្ញុំត្រូវការ split screen ប៉ុន្តែ profile page របស់គាត់យើងមើលទៅវា creative open ដែរខ្ញុំអាចថែម creative របស់ខ្ញុំគឺខ្ញុំដកចេញអាតុកតាបានក្បាលនេះចេញហើយដាក់វាជាពង្ការវិញហើយខ្ញុំដាក់ចឹងទៅពង្ការពេញ screen តែម្ដងហើយមើលមកក៏រៀងស្អាតផងដែរឥឡូវខ្ញុំអស់អីនិយាយហើយសម្រាប់ profile page របស់ Hui Bonnie ចាំយើង fast pace តទៅមុខទៀតទៅតាក់ទងជាមួយនឹង challenge នេះផងដែរគឺខ្ញុំ lose count ហើយខ្ញុំជ្រុលគូទៅដល់10នាក់អត់បានគូថា9នាក់ទេអញ្ចឹង honorable mention to អ្នក winner ចុងក្រោយគេគឺ winner ទី10ដែលខ្ញុំច្រឡំគូដល់លេខ10នឹងតែម្ដងគឺបានទៅលើ Rookie តាក់ទងជាមួយនឹង profile របស់ Rookie ដែរគឺរូប simple វាមិនជាពិបាកគូប៉ុន្មានទេតែនៅក្នុងនេះខ្ញុំអាចឲ្យ lesson មួយទៅអ្នកនរគ្នាបាន lesson នោះគឺ layer linear light ឬក៏ linear dodge ដែលយើងអាចប្រើប្រាស់ដើម្បីធ្វើជា effect អាចែងចាំងនៅលើ slab របស់រូបគាត់នេះតែម្ដងឥឡូវយើង fast pace ទៅមុខតិចទៀតទៅយើងនឹងឃើញថាខ្ញុំនិយាយពីអីសម្រាប់ profile page របស់គាត់នេះដែរគឺមិនសូវជាពិបាកគូប៉ុន្មានទេខ្ញុំគ្រាន់តែ block out រូបblock out color ដូចជាដើមចឹងតែវា layer តិចតួចអត់ច្រើនដូចមុនទេគឺមានតែ spike ហើយនឹង slab ហើយនឹង pinka តែប៉ុណ្្នឹងឯងហើយចំណុចពិសេសទៀតគឺខ្ញុំគ្រាន់តែ shade shadow ក្រាស់មែនតើនៅលើរូបភាពហ្នឹង and then សម្រាប់ slab សម្រាប់ផ្ទៃ ground នេះគឺខ្ញុំប្រើ linear dodge ឬក៏ linear light ដើម្បីធ្វើជា effect ចែងចាំងនឹងតែម្ដងហើយជាចុងក្រោយនោះដើម្បីឲ្យរូបភាពហ្នឹងមើលមកវារៀង vintage វារៀង retro ដូចជា profile គាត់ហ្នឹងគឺខ្ញុំថែម noise effect ហើយនឹងសេរី contrast វាតិចតួចតែប៉ុណ្ណឹង and យើងចូលមកដល់ទីបញ្ចប់នៃ challenge នេះហើយឬក៏វីដេអូនេះអញ្ចឹងបាទអ្នកនរគ្នាមានសំណួរអីអាចសួរខ្ញុំបាននៅក្នុង comment ហើយបើអ្នកនរគ្នាចូលចិត្តវីដេអូនេះអ្នកនរគ្នាគួរតែចុច like វីដេអូនេះ share ឬក៏ follow page ឬក៏ channel YouTube របស់ខ្ញុំផងដែរបើអ្នកនរគ្នាមើលតាម Facebook ចុច follow អ្នកមួយមកបើមើលតាម YouTube គឺចុច subscribe អ្នកមួយមកហើយនេះគឺជា slide show របស់ profile pic ទាំងអស់ដែលខ្ញុំបានគូរ